សម្មាសម្ពុទ្ធោវត្តសៅលីងមិនដែលមានគំនុំជាមួយគេទេមិនជ្រៀតជ្រែកក្នុងរឿងពិភពគុណតាមពិតអ្នកណាប្រឆាំងជាមួយវត្តសៅលីងយើងបានជាសម្លាប់អត្រាបន័យវត្តសៅលីងបានស្ងប់ស្ងាត់ជាង30ឆ្នាំទៅហើយ30ឆ្នាំកន្លងមកនេះសិស្សប្អូនជីតាយមានសុខភាពមិនល្អឆាប់ជូនលោកទៅកត់ទៅសិស្សប្អូនមរណភាពមេងជេងមានតម្រុយទេដឹងតែឃាតករជាអ្នកណាដែរទេមិនទាន់ស៊ើបដឹងទេថ្ងៃនោះពេលដែលប្រទះឃើញសាកសពមេងជេងនោះវាបានស្លាប់យូរហើយតែកណាមានពីអីនិយាយត្រង់មកកណាសង្ស័យថារឿងនេះគឺយិនវិញឈុនជាអ្នកប្រព្រឹត្តព្រោះនាងនិយាយថាមកវត្តសៅលៀងដើម្បីសងសឹកវិញកណាយល់ថានាងគុំគួនក្នុងចិត្តទើបសម្លាប់គេគ្រូមៀវិញឈុននាងមករកឲ្យគុណនាងច្បាស់ជាមិនធ្វើអញ្ចឹងទេពួកឯងនៅហ៊ាននិយាយផងក្រោយពេលដែលពួកឯងមកដល់វត្តសៅលីមានរឿងច្រើនណាស់ដំបងមានលៃប៉ាសានរកហ្វុងស៊ីយុកជំរះបញ្ជីឥឡូវស្រីឆ្នះនេះល្មើសទៀតឲ្យតែពួកឯងនៅទីនេះវត្តច្បាស់ជាមិនបានសុខទេវិញឈុនធ្វើតាមអំពើចិត្តមែនប៉ុន្តែនាងមិនប្រព្រឹត្តអំពើចិត្តខ្មៅដៃដល់បែបនេះទេសិស្សច្បងនិយាយស្ដីផងខ្ញុំនឹងនាងមិនស្គាល់គ្នាចិត្តដិតផងមិនសមថាបញ្ចេញយោបល់អីទេហើយគួនឯងយល់ចិត្តវិញឈុនណានាងមិនសម្លាប់មនុស្សទេក្រោយពេលនាងមកដល់វត្តសៅលីនក៏មានរឿងជាច្រើនកើតឡើងគេសង្ស័យនាងគឺជាមិនផុតទេសូម្បីឯងក៏មិនជឿវិញឈុនដែរវូវៃខិនឯងលឺស្រាប់ហើយសូម្បីតែហេគួនក៏មិនជឿនាងដែរគ្រូមៀវិញឈុនគួរឲ្យសង្ស័យមែនតែយើងក៏មិនគួរគ្មានប៉ុស្តាគ្រប់គ្រាន់ដែរព្រោះតែសម្ដីនាងមួយម៉ាត់យើងក៏សន្មតថានាងជាឃាតករសម្លាប់មនុស្សដូចដាច់ណាត់ពេកហើយធម្មតាកណាខឹងក៏តែងពោលរអ៊ូថាចង់កំចាត់គ្រូមៀចោលសម្មាសម្ពុទ្ធោអ្នកបួសមិនត្រូវនិយាយកុហកសម្មាសម្ពុទ្ធោអ្នកបួសមិនត្រូវនិយាយកុហកសម្មាសម្ពុទ្ធោសំទឹកឯងនិយាយថាម៉េចសិស្សប្អូនសម្ដីពួកគេមិនមែនគ្មានហេតុផលទេអ្វីត្រូវស៊ើបឲ្យដឹងសខ្មៅមិនអាចដាក់ទោសលើគេប្រេះផ្ដាស់រឿងមួយនេះត្រូវស៊ើបផុសតាំងឲ្យបានគ្រប់គ្រាន់ពុំនោះទេនឹងអាចធ្វើឲ្យមានការបន្ទោសពីគេហើយកណាសិស្សច្បងប្អូនស្រីវិញឈុនឆ្លាតណាស់ស្ដាប់បងណាលោកសង្ឃទាំងអស់នោះបានមកទោសប្អូនខុសហើយប្អូនកុំទុកក្នុងចិត្តអីបើសិនជាខឹងឆេវឆាវមុខមាត់របស់ប្អូនមុខជាជ្រួញហើយកញ្ញើមិនស្អាតទេឥឡូវស្អីក៏ខ្ញុំបាត់បង់អត់ដែរសូម្បីឲ្យកូនក៏មិនជឿខ្ញុំផងខ្ញុំខំស្រន់រកគាត់យ៉ាងលំបាកគាត់មិនត្រូវការខ្ញុំអត់ទ្រាំដើម្បីយកចិត្តគាត់តែគាត់នឹងខ្ចីអត់មើលខ្ញុំផងមុខជ្រាវជ្រួញអស់មានតតខុសអីទៅអ្នកនាងយ៉ែនលបងហងច្បាស់ជាយល់មិនខានដល់ពេលនោះគាត់ច្បាស់ជាមកសុំទោសនាងច្បាស់ជាមកលងលោមនាងបើចេះលូលោមគេគឺមិនមែនហោះឲ្យគួនទេមែនហើយអាក្មេងចង្រៃនេះម្យ៉ាងគឺលួងចិត្តគេសបាយសឹងស្លាប់បើពំនោះទេគឺបញ្ឈឺចិត្តគេឲ្យស្លាប់បណ្ដាលឲ្យគេស្ទើរស្លាប់ស្ទើររស់ម្យ៉ាងទៀតវាដូចជាកបីមួយក្បាលគឺកបីមួយក្បាលដែលមិនចេះនិយាយខុសត្រូវសោះគង់មានថ្ងៃណាមួយយើងវាយវាឲ្យតល់ទៅយល់យិនមិនជន់តាមពិតនាងនៅទីនេះមែនគ្រូមេជីនឹងមានការអីកុំនិយាយអត់ប្រយោជន៍យកមិញនាងទៅណាចាប់ចិត្តតោកឯណាដល់កូនសាវត្តសាលីនត្រូវគេសម្លាប់ដោយគ្មានហេតុផលនាងជាអ្នកធ្វើថាម៉េចកណាមិនបានជាប់ផ្ទះបាយទៀតទេក៏មិនបានឈានជើងចូលទៅវត្តសាលីនដែរមិនក៏នាំគ្នាមករកឬកណាអញ្ចឹងគឺសិស្សច្បងណាត្រូវសម្លាប់គឺមិនចេញណាមិនសូវវិញគេនិយាយថាចង់និទានរឿងឲ្យអាត្មាស្ដាប់ផងវត្តសាលីនមានមនុស្សស្លាប់ចង់មកជំនះបញ្ជីនៅកណានេះជាហេតុផលអីទៅមានផតាំងទេបើមានផតាំងនោះអាត្មាចាប់នាងទៅវត្តយូរហើយចង់ចង្រៃនេះអេគ្រូមីជីនឹង
ម្សិលមិញក្រោយពេលវិញឈុនត្រឡប់មកវិញក៏ងូតទឹកហើយរកកន្លែងគេញ៉ាំបាយមកទល់នឹងពេលនេះមិនបានចេញទៅមានជំហានទេជួយហ្វានាងមានល្បិចច្រើនណាស់សម្ដីរបស់នាងអាត្មាមិនជឿទេគ្រូពូសិស្សច្បងអត់និយាយកុហកទេអ្នកនាងយិននៅទីនេះពេញមួយយប់កណាក៏អាចធ្វើជាសាក់សីដែរកណានៅកំដរនាងពេញមួយយប់មិនសមតានាងទៅសម្លាប់មនុស្សកាឡដើម្បីសម្ដែងភាពបរិសុទ្ធនាងតាមអាត្មាទៅវត្តរឿងនោះមិនមែនកណាធ្វើទេកុំរំខានកណាបើនាងមិនបានសាងអំពើបាបមិនក៏នាងខ្លាចអាត្មាទៅវិញសិស្សប្អូនអ្នកគ្រូបានជានិមន្តមកដល់កន្លែងយើងហើយមិនមកសួរសុខទុក្ខយើងជាសិស្សច្បងផងគ្រូអង្គពួកលោកអ្នកនាងយិនជាភ្ញៀវកិត្តិយសរបស់យើងឬមួយនាងបានប្រព្រឹត្តអ្វីដែលរំខានដល់ពួកប្អូនជំរាបសិស្សច្បងយិនវែងឈុនជាប់តាក់ទងមរណភាពនៃសិស្សម្នាក់មានផតាំងទេបើគ្មានផតាំងគ្រប់គ្រាន់ទេកុំទាយតែផ្ដាស់និយាយតែផ្ដាស់ប្អូនគួរទៅវិញទៅយើងត្រូវការតាំងសមាធិកុំមករំខានយើងបើមានការអីឲ្យជីសុនមកនិយាយជាមួយយើងមកកណាសិស្សច្បងអាត្មាលាហើយអរគុណលោកយាយគ្រូអង្គពិតជាអស្ចារ្យមែនគ្រូអង្គនិយាយស្ដីគ្រូមេជីនឹងមិនហ៊ានមួយម៉ាត់ផងនាំគ្នាទៅវិញយ៉ាងលឿនសួនផ្កាតែរួយនេះជាកន្លែងតាំងសមាធិគ្រូស្អប់បំផុតគឺស្រែកឡូឡាចាពួកឯងក៏អញ្ចឹងដែរកុំមករំខានគ្រូចាអ្នកគ្រូហេតុអីអត់តែមានរឿងអីក៏ច្បាស់ជាសង្ស័យលើខ្ញុំអ្នកនាងយិនកុំគិតតែផ្ដាស់អីរឿងខេតគង់មានថ្ងៃណាមួយដល់ឃើញសោកខ្មាំមិនខានត្រូវហើយដាច់ខាត់កុំគិតច្រើនពេកបើគិតច្រើននោះច្បាស់ជាឈួតមិនខានណែយ៉ាងហោចណាស់មានស៊ីវខ្ញុំសេយុកវេខិននិងសាំទឹកហើយគួនសត្វតជឿនាងគង់មានថ្ងៃមួយពួកគេនឹងដឹកខុសត្រូវខ្ញុំច្បាស់ជាឲ្យពួកគេមកថ្វាយបង្គំនាងហើយចាំមើលទៅកើតមានពីងកាល់មនុស្សស្លាប់ពីងកាល់ភ្លើងឆេះពីងកាល់មិនក៏មិនប្រាប់ខ្ញុំឲ្យដឹងចឹងមួយថ្ងៃឯងនៅសុទ្ធធអត់ជប់ឈរចង់ជួបឯងពិបាកផងជួបទៅរាប់និយាយប្រាប់ឯងម្សិលមិញយើងជាប់រវល់ទៅដល់កន្លែងភូសិនវិញឯងដេកលក់បាត់ទៅហើយម្សិលមិញដែលយើងប្រទះឃើញសាកសពមេជេងនោះឯងនៅជាប់ឃុំក្នុងកុដនៅឡើយនៅមានទៀតចំណែកជីណាំងនោះបាននាំសិស្សផ្នែកវិន័យទាំងអស់ទៅកន្លែងគ្រូអ៊ំអ៊ូមីទៅដេញដោលវិញឈុនពួកឯងមិនបានឃើញដោយផ្ទាល់ភ្នែកទេមុខមាត់វិញឈុនគួរអាណិតណាគេចោទថានាងជាឃាតករមិនសមថាអញ្ចឹងនោះមែនទេហាឥឡូវនាងយ៉ាងម៉េចទៅហើយច្បាស់ជាយំសោកខ្លាំងណាស់ហេតុភួយហេតុខ្នើចោលខ្ទេចអស់លីងហើយហើយបើនាងព្រមខំច្រឡោតចឹងជាការប្រសើរហើយប៉ុន្តែនាងអង្គុយស្ងៀមស្ងាត់មិននិយាយស្ដីមួយម៉ាត់ម៉ែនឹងស៊ីវក៏ខ្លាំមើលនាងទៅណែហ៎ឯងនិយាយស្ដីខ្លះទៅមើលវិញឈុនគ្រាន់តែចង់មកជួបឯងតើនៅសុកមិនក៏ចោទនាងតែសម្លាប់មនុស្សហើយដុតបំផ្លាញចឹងខ្ញុំក៏មិនដឹងដែរតែក្រោយពេលដែលវិញឈុនមកដល់វត្តសៃលិនមានរឿងជាច្រើនកើតឡើងជាបន្តបន្ទាប់ទោះបីខ្ញុំព្រមជឿនាងក៏អ្នកដទៃគេនៅតែសង្ស័យហាឯងនិយាយថាម៉េចសូម្បីឯងក៏មិនជឿវិញឈុនដែរហ៎ខកបំណងប្អូនស្រីធររបស់យើងខំស្រោតពីចម្ងាយមករកឯងតាមពិតឯងមានចិត្តថ្លើមទេលោកស្រីហ្វងអេក្នុងពេលនេះឯងគួរតែលើកទឹកចិត្តនាងឯងលួងលោមនាងដឹងទេលោកស្រីហ្វងមានរឿងខ្លះលោកស្រីមិនដឹងទេពួកខ្ញុំមិនអាចទៅរួចទេខ្ញុំអាចនិយាយទៀតអញ្ចឹងនៃរបស់ឯងចង់ថានាងជាឃាតករអញ្ចឹងដែរឬពួកសិស្សច្បងប្រាប់ថាវិញឈុនបានកាន់ភ្លើងនៅផ្ទះបាយផងពេលដែលនាងចាក់ចេញទៅមុខមាត់របស់នាងគួរឲ្យខ្លាចណាស់ប្រៀបដូចជាចង់លេបពួកយើងអញ្ចឹងនាងបាននិយាយថានាងមិនព្រមបញ្ឈប់នៅត្រឹមនឹងទេបាត់មកហើយដាច់ខាតមិនមែនវិញឈុនធ្វើទេនាងមានចរិតឆ្នះហើយកាយថែមទៀតរឿងអមនុស្សធម៌នេះនាងច្បាស់ជាមិនបានធ្វើទេត្រូវហើយនាងមានចិត្តស្រួលត្រង់ទន់ភ្លន់ទ្រង់ទូលាយដាច់ខាតនាងមិនប្រព្រឹត្តទេប៉ុន្តែក្រោយពេលដែលនាងមកដល់វត្តពិតជាមានរឿងចម្លែកច្រើនណាស់គ្រាន់តែមកយប់សោះសម្រាប់គេឲ្យដុតផ្ទះទៀតណែពួកឯងកុំនិយាយថាគេស្រីបិសាយអសោះអ្វីត្រូវតែមានផោះតាំងបើពិតជាវិញឈុនសម្រាប់មែនអញ្ចឹងយើងខ្ញុំថាវិញឈុនមិនមែនជាអ្នកធ្វើទេហ្វងតែយកខ្ញុំសូមយកគេឈ្មោះមកធានាថាត្រូវតែរកឲ្យឃើញសខ្មៅនៅក្នុងរឿងនេះ